មាត្រា29 ឋានានុក្រមនៃអង្គការអัยការរដ្ឋមន្ត្រីក្រសួងយុតិធធអាចប្តឹងបរិហារទៅអគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរឬព្រះរាជអាជ្ញាអមសាលាដំបូងពីបទល្មើសដែលខ្លួនបានដឹងអាចធ្វើអធិបញ្ជាតាមការណែនាំជាលាយលក្ខណ៍អក្សរដែលត្រូវដាក់បញ្ចូលទៅក្នុងសំណុំរឿងឲ្យអគ្គព្រះរាជអាជ្ញាឬព្រះរាជអាជ្ញាធ្វើការចោទប្រកាន់ឬធ្វើសេចក្តីសន្និដ្ឋានយ៉ាងណាតាមការដែលរដ្ឋមន្ត្រីយល់ឃើញថាជាការគួររដ្ឋមន្ត្រីក្រសួងយុតិធម៌មិនអាចធ្វើអធិបញ្ជាដល់អគ្គព្រះរាជអាជ្ញាឬព្រះរាជអាជ្ញាឲ្យធ្វើការតម្កល់ទុកឥតចាត់ការនៅរឿងក្តីព្រហ្មទណ្ឌណាមួយបានឡើយអគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរមានអំណាចលើចៅក្រមអัยការទាំងអស់ដែលស្ថិតនៅក្នុងសមត្ថកិច្ចដែនដីរបស់ខ្លួនអគ្គព្រះរាជអាជ្ញាអាចធ្វើអធិបញ្ជាឲ្យចោទប្រកាន់ឬក៏ចាត់ឲ្យចោទប្រកាន់ឬក៏ធ្វើសេចក្តីសន្និដ្ឋានយ៉ាងណាដែលខ្លួនយល់ឃើញថាជាការគួរព្រះរាជអាជ្ញាមានអំណាចទៅលើចៅក្រមអัยការដែលនៅក្នុងសមត្ថកិច្ចដែនដីរបស់ខ្លួនព្រះរាជអាជ្ញាអាចធ្វើអធិបញ្ជាឲ្យចៅក្រមអัยការធ្វើការចោទប្រកាន់ឬក៏ចាត់ឲ្យចោទប្រកាន់ឬក៏ធ្វើសេចក្តីសន្និដ្ឋានយ៉ាងណាទៅតាមដែលខ្លួនយល់ឃើញថាជាការគួរ